ពោតណាប់ highlight ពីពណ៌អញ្ចេះក្រៅពីស្ងោបងប្អូនអាចយកមកចៀនអញ្ចឹងបានបងប្អូនយើងចៀនបែបយើងស្ដើងក៏បានក្រាស់ក៏បានដែរយើងចៀនក្រាស់បែបនេះក៏ឆ្ងាញ់ម្យ៉ាងដែរញ៉ាំទៅគឺថាឈ្ងុយជាមួយនឹងក្លិនពោតនឹងខ្លាំងមែនតើជាពិសេសហ្មងខ្ញុំបានបន្ថែមល្ងថែមសាច់ដូងខ្ចីដែរអញ្ចឹងពេលដែលញ៉ាំទៅបងប្អូនអើយបែបយើងជ្រប់ឈ្ងុយនឹងគឺញ៉ាំជក់មាត់ណាស់ចំណែកវិធីធ្វើនេះវិញអត់មានអីច្រើនទេខ្ញុំមានសាច់ដូងខ្ចីហើយនឹងពោតតណាប់នឹងចំនួន2ផ្លែបងប្អូនឲ្យប្រើពោតតណាប់ពណ៌សយើងធម្មតាក៏បានឬក៏បងប្អូនទៅសាទៅមានគេលក់ជាភេទពណ៌បែប highlight ពីពណ៌អញ្ចឹងក៏បានដែលយើងយកមកធ្វើគឺឆ្ងាញ់ដូចគ្នាណាមួយយើងបានទិញពោតពីពណ៌អញ្ចឹងមកពេលដែលយើងចៀនក៏ឃើញពណ៌វាចម្រុះស្អាតដែរខ្ញុំដាក់ពោតចំនួន2ចិត្តយកតែសាច់ទម្ងន់របស់វា2ខាំ4ស្មើនឹង240ក្រាមខ្ញុំចិត្តអញ្ចឹងហើយខ្ញុំថែមអំបិលបន្តិចហើយនឹងស្ករត្នោតខ្ញុំដាក់55ក្រាមស្ករត្នោតនេះបងប្អូនអាចចំណូលដល់ទៅដល់គោខាប់ក៏បានឬក៏ស្ករសក៏បានដែរអាស្រ័យលើបងប្អូនមានមួយណាយើងអាចដាក់មួយនឹងបានសម្រាប់ខ្ញុំដាក់ស្ករត្នោតអញ្ចេះទៅគឺធ្វើឲ្យសាច់នំរបស់យើងនឹងគឺឈ្ងុយល្អណាមួយបានពណ៌ស្អាតបងប្អូនដើម្បីឲ្យសាច់នំនឹងកាន់តែឆ្ងាញ់ទៀតខ្ញុំបានបន្ថែមពងទាក៏បានពងមាន់ក៏បានដែរបន្ថែមមកគ្រាប់ទៅយើងកូររហូតតតែស្ករត្នោតនឹងវារលាយសព្វបានល្អបាទខ្ញុំយកមកយកគ្រឿងផ្សំផ្សេងទៀតមកលាយមានដូចជាល្ងខ្មៅ15ក្រាមម្សៅអង្ករត្នោតមកខាំ2សាច់ដូងខ្ចីនេះនៅក្នុងវីដេអូខ្ញុំបង្ហាញបងប្អូនអ្នកគ្នាតែមួយចំហៀងទេប៉ុន្តែខ្ញុំកោសទាំងមួយហ្មងបងប្អូនខ្ញុំដាក់ចំនួន1ចំពោះសាច់ដូងខ្ចីនឹងខ្ញុំបានថ្លឹងទេបងប្អូនទិញមកបានសាច់ក្រាស់ឬក៏ស្ដើងអីយើងអាចលៃលោកបន្ថែមបន្ថយតាមនឹងបានហើយខ្ញុំបានបន្ថែមសាច់ដូងទុំកោសចំនួន1ខាំទៀតតែប៉ុណ្្នឹងមកគឺបានហើយយើងអាចច្បល់គ្រឿងនឹងបញ្ចូលគ្នាឲ្យវាសព្វគ្រឿងគ្នាបានល្អអញ្ចឹងទៅខ្ញុំបែងចែកម្សៅនឹងឲ្យបាន4ដុំខ្ញុំថាធ្វើតែ4នំទេប៉ុន្តែចុងក្រោយធ្វើបាន5ដុំបងប្អូនដោយសារតែ4នំវារៀងធំពេកអញ្ចឹងចូលមកការចម្អិននេះវិញអត់មានអីពិបាកទេបងប្អូនខ្ញុំយកមកចៀនជាមួយនឹងខ្ទះធម្មតាទេប៉ុន្តែខ្ទះនេះបងប្អូនគួរតែប្រើខ្ទះដែលជាប់បាតទៅពេលដែលយើងចៀនឆ្អិនគឺសាច់នំរបស់យើងវាមានស្អិតអីញ៉ៃបងប្អូនប្រើខ្ទះជាប់អាចនឹងរៀងពិបាកចៀនបងប្អូនរៀងស្អិតអញ្ចឹងណាហើយខ្ញុំបានទុកខ្ទះឲ្យក្តៅលាបប្រេងឆាតាមបន្តិចបានហើយសម្រាប់ខ្ញុំចាក់រៀងជ្រុលដៃបងប្អូនយើងដាក់តាមបន្តិចទៅហើយចៀនរហូតតតែអស់សាច់នំដោយសារតែនំនេះយើងចៀនគឺប្រើប្រេងឆាអីច្រើនទេបងប្អូនដូចដុតអញ្ចឹងណាយើងចៀនបែបហ្នឹងមកគឺថាសាច់នំរបស់យើងអត់ជក់ខ្លាញ់យើងញ៉ាំទៅក៏ឆ្ងាញ់ដែរសម្រាប់ភ្លើងគេវិញខ្ញុំបើកភ្លើងតិចទេតែយើងបើកភ្លើងខ្លាំងពេកអាចនឹងសាច់នំខាងក្រៅឃើញក្រហមស្អាតប៉ុន្តែខាងក្នុងអត់ឆ្អិនបានល្អយើងចៀនជាកម្រាស់វារៀងក្រាស់អញ្ចឹងយើងបើកភ្លើងតិចបានហើយមិនថាក្រាស់ឬក៏ស្ដើងទេបងប្អូនយើងបើកភ្លើងតិចទៅបានហើយតែប្រខំភ្លើងពេកអាចនឹងសាច់នំហ្នឹងវាទៅជាឆាប់ខ្លោចញ៉ាំអត់សូវឆ្ងាញ់វិញហើយខ្ញុំបានកណ្ដាលនាទីថាប្រហែលនាទីឆ្អិនទេខ្ញុំមើលតាមជាក់ស្ដែងដែរទេបងប្អូនយើងចៀនស្មើនាទីដែរទេយើងទុកមើលតែសាច់នំហ្នឹងក្រហមស្អាតឆ្អិនក្រៀមមកចាំយើងប្រែត្រឡប់វាចុះឡើងអញ្ចឹងដើម្បីឲ្យសាច់នំនឹងវាក្រហមស្អាតគ្រប់ជ្រុងហើយនេះនំខ្ញុំបានធ្វើគឺឆ្អិនហើយរួចរាល់ហើយពេលដែលយើងចៀនក្រៀមចេះទៅបងប្អូនអើយគឺឈ្ងុយល្អខ្លាំងមែនតើជាពិសេសហ្មងឈ្ងុយជាមួយនឹងក្លិនពោតជាមួយនឹងសាច់ដូងពេលដែលយើងចៀនក្រៀមអញ្ចឹងទៅគឺឈ្ងុយល្អណាស់បងប្អូន